សួស្តីបងប្អូននៅជប៉ុនថ្ងៃនេះខ្ញុំទំស្គាល់ website មួយបងប្អូន website នេះយើងអាចទិញសាច់ទិញត្រីលក្ខណៈឲ្យសាច់បកកបងប្អូនតម្លៃវារឿងធូរថ្លៃដែរទេដូចខ្ញុំនៅតំបន់ឆ្ងាយផ្សារតើខ្ញុំទិញទៅតាមហ្នឹងឯងហើយបើបងប្អូនណាដឹងឬក៏មិនដឹងអីអាចមើលវីដេអូខ្ញុំបានចឹងកុំឲ្យខាត់ពេលយូរតើចឹងចូលទៅកំងមួយខ្ញុំអស់គ្នាចឹង Let's go website ហ្នឹងគឺឈ្មោះ Asia Mart នេះតម្រង់វាពណ៌បៃតងនេះនៅកណ្ដាលគេនេះនៅក្នុងហ្នឹងមានលក់សាច់តម្លៃវារៀងធូរជាងនៅទីផ្សារនៅផ្សារទំនើបអីរៀងធូរជាងក៏ប៉ុន្តែមានតែសាច់បកកទេអត់មានសាច់ស្រស់ទេបាទយើងចូលមកដល់ website ហើយយើង search រូបឈ្មោះដាក់ថា siamartjp.com ហ្នឹងមកគឺវាចេញមកហើយចូលមកដល់គឺវាចេញមកនេះឈ្មោះវា Asia Mart ហ្នឹងពណ៌បៃតងហ្នឹងហើយយើងចុចឲ្យបៃតងខាងក្រោមហ្នឹងទៀតមកចេញមកហើយនេះឃើញថាសាច់ហើយបន្តមកទៀតមកយើងចុចឲ្យកន្លែង login ដើម្បីបង្កើត account កន្លែងហ្នឹងមកកន្លែង QQ ហ្នឹងមកហើយមកដល់ដោយសារតែខ្ញុំមាន account ស្រាប់រួចហើយចឹងយើងគ្រាន់ចុចមកដល់ចូល login យកទៅបានហ្មងតែអ្នកទាំងគ្នាអត់មាន account ទេនេះយើងអាចចុចឲ្យកន្លែងផ្ទាំងពណ៌បៃតងខាងឆ្វេងនេះមកដើម្បីបង្កើត account ហើយយើងដាក់កន្លែងនេះកន្លែងឈ្មោះ first name មកយើងហ្នឹងមកដាក់ឈ្មោះហើយដាក់ Gmail ដាក់ password បង្កើត password អីមកបានហើយបើបានបង្កើត account នេះរួចរាល់ហើយឥឡូវតែយើងកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមចូលទៅដាក់កំងយកហ្មងទៅឥឡូវកំពុងចាប់ផ្ដើមចង់កំងមន់នេះមកឃើញតម្លៃវារៀងធូរថ្លៃទៅនេះ450អេនទេចឹងយើងអាចបូកវាមកចង់បាន2 3 4 5ក៏បូកទៅហើយយើង add ចូលឡើងកន្លែងដាក់កត្រក add to cart ហ្នឹងមកយើង add វាចូលកត្រកហើយឥឡូវយើងចាប់ផ្ដើមរោសាច់បន្តទៀតមកឥឡូវចង់ផ្ដើមចង់បានសាច់ជ្រូកនេះសាច់ជ្រូកនេះឃើញ1គីឡូ1000បាន1200ជាងដែរ1290ចឹងយើងចង់បាន5យើង add ដាក់5ហ្នឹងមកចុច add ឲ្យឃើញតែវាចូលក្នុងកត្រកហ្នឹងទៀតហើយយើងចុចឆែកមើលក្នុងកន្លែងកត្រកហ្នឹងមកឃើញថាបូកសរុបទាំងសាច់មាន់ទាំងអីឃើញ8000ជាងមិញចុចឆែកមើលក្នុងកត្រកទៅនេះវាដាក់ឲ្យតម្លៃឲ្យយើងគិតលុយត្រូវបង់នៅតម្លៃសាច់នោះ8700ហើយនៅខាងក្រោម1400នេះអាហ្នឹងតម្លៃសេវាដឹកជូនហើយបាទខាងក្រោមវាបងអស់10100អេននេះអាហ្នឹងសរុបបូកទាំងអស់យើងត្រូវត្រូវបង់ឲ្យលុយគេពេលដាក់ថ្លៃឲ្យយើងឃើញនេះសារតែខ្ញុំមានអាស័យដ្ឋាននៅក្នុងនឹងស្រាប់អញ្ចឹងសារធ្លាប់កំងពីមុនមកច្រើនដងយើងជាប់អាស័យដ្ឋានក្នុងហ្នឹងតែបើអ្នកទាំងនេះអត់មានយើងអាចដាក់អាស័យដ្ឋានបញ្ចូលមកយើងចង់ដាក់អាស័យដ្ឋានយើងចុចអាសញ្ញាលឿងហ្នឹងមកកណ្ដាលហ្នឹងចុចចូលមកនេះវានៅខាងឆ្វេងកន្លែងមានឈ្មោះមានអីនៅខាងក្រោមនេះមកជាយើងខាងឆ្វេងនេះយើងពេញអាស័យដ្ឋានយើងមកយើងពេញឈ្មោះពេញអីដាក់លេខទូរស័ព្ទឲ្យយើងទៀតមកហើយកន្លែងបង់លុយនេះមាន2ជម្រើសនេះកន្លែងលើនេះកន្លែងបង់តាម Visa Card ហើយខាងក្រោមយើងអាចបង់លុយផ្ទាល់ជាមួយក្រុមហ៊ុនដឹកជញ្ជូនបងប្អូនក្រុមហ៊ុនដឹកជញ្ជូនមកឲ្យយើងបង់ទៅតាមក្រុមហ៊ុនបង់ជូនហ្នឹងមកសម្រាប់អ្នកអត់មាន Visa Card ចឹងយើងអាចបង់តាមអ្នកដឹកជញ្ជូនលុយផ្ទាល់ដៃចឹងទៅតែសម្រាប់ខ្ញុំមាន Visa Card ចឹងខ្ញុំបង់តាម Visa Card វិញរបៀបបង់តាម Visa Card ស្រួលទេគឺគ្រាន់ដាក់លេខកូដកាតរបស់យើងហ្នឹងទៅបញ្ចូលក្នុងហ្នឹងទៅហើយយើងចុចអាសញ្ញាលឿងអាសញ្ញាខាងលឿងនេះមករួចបាត់ទៅអូខេហើយពេលយើងកំងរួចហើយយើងចុចឲ្យកន្លែង account យើងមកកន្លែងរូបមនុស្សនេះមកដើម្បីយើងឆែកអីវ៉ាន់មកយើងចុចកន្លែងហើយរូបពាក្យថាកន្លែង order ហ្នឹងមកនេះ order ខាងលើហ្នឹងមកដើម្បីឆែកមើលអីវ៉ាន់យើងកំងមិញនេះសារនេះអស់10000ជាងអស់10000អេន
ហើយយើងជាសញ្ញាពណ៌ខៀវនេះទៀតមកដើម្បីមើលវិក័យប័ត្ររបស់យើងនេះថ្ងៃដែលគេដឹកមកឲ្យយើងបែរជា3-4ថ្ងៃគេដឹកមកឲ្យយើងហើយប៉ុណ្ណឹងគឺរួចរាល់ហើយអូខេបាទហើយសម្រាប់អ្នករស់នៅឆ្ងាយពីផ្សារដូចខ្ញុំឯហ្នឹងរស់នៅតំបន់ដាច់ស្រយាលស្រុកស្រែតែអញ្ចឹងវាពិបាកយូរទៅផ្សារម្ដងតែអញ្ចឹងមានកំងតាម website តាមអនឡាញចឹងតែពេលទៅផ្សារទិញតែបន្លែបានតើអ្នកទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមទៅមើលសាច់ដែលយើងបានកំងហើយហ្នឹងចង់ដឹងថាវាមិនដែរល្អឬមិនល្អ